เนิบมันจะสงครามปิดปรากฏเหมือนแม่นเลอเดนุเต้คือสถานเลออากาศถ้าตำนานปิดโลกบ้านจะลุ้นรบปอนเลียนดอลลาร์ดับเบิลอภิวัตจนห้องจำบังจำนวนตีพร้ำแต่เมียนสมรรถเพียบบางไกหรือสเตลทั่วออราดัสเตอร์เมอร์เหมือนเคยแต่ตาหนักดันเตทานคนจำนองเดินห้องจำบังบางไกแต่งอ้อเนลโลตามวินาแต่เมียนสมรรถเพียบคลั่งหนึ่งผู้คลายคลาจิงเก้ในขนมวิดีโอไงนี้យើងនឹងទៅមើលកម្ពុជាយន្តហោះចម្បាំងចំនួនទី5ដែលខ្លាំងបំផុតទាំង5លើលោកនិងបកស្រាយពីសមត្ថភាពអាចកម្បាំងរបស់ពួកវាចាប់តាមចំណាត់ថ្នាក់លេខ5គឺជាយន្តហោះរបស់រុស្ស៊ីគឺស៊ឺ57 Phelon វាជារូបភាពតំណាងឲ្យអំណាចដែនអាកាសរបស់ទីក្រុងមូស្គូទោះបីជាសមត្ថភាពកម្បាំងកាយរបស់វាត្រូវបានគេដឹងថាមានកម្រិតទាបជាងគូប្រជែងបន្តិចមែនប៉ុន្តែស៊ឺ57លេចធ្លោដែលគេខាងសមត្ថភាពហោះហើរបត់បែនក្រឡាប់ចាក់ Supermaneuverability វាបំពាក់ម៉ាស៊ីនកម្លាំងខ្លាំងអាចបើកបរិបឿនលឿនជាងសំឡេងដោយមិនបាច់ប្រើ afterburner និងមានខ្លាំងទុកអាវុធធំៗសម្រាប់វាប្រហារទាំងលើអាកាសនិងលើដីឈានដល់ចំណាត់ថ្នាក់លេខ4គឺ Technique J-20 Mighty Dragon របស់ប្រទេសចិននេះជាយន្តហោះចម្បាំងបំបាំងកាយខ្នាតធំដែលមានប្រវែងដល់ទៅ21ម៉ែត្រគុណសម្បត្តិធំបំផុតរបស់ J-20 គឺសមត្ថភាពទប់ប្រេងបានច្រើនដែលធ្វើឲ្យវាអាចហោះហើរបានចម្ងាយឆ្ងាយរហូតដល់ជាង 4000 គីឡូម៉ែត្រដោយមិនបាច់ចាក់សាំងនៅក្នុងពោះរបស់វាបំពាក់មីស៊ីលរយៈចម្ងាយឆ្ងាយបំផុតប្រភេទ Pol 15ដែលអាចបាញ់កំទេចយន្តហោះស្ទើរពីចម្ងាយ200គីឡូម៉ែត្រវាប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រទិន្នន័យ IANS ដើម្បីកំណត់គោលដៅដោយមិនបាច់បើករ៉ាដាធ្វើឲ្យស្ទើរមិនដឹងខ្លួនថាមានគ្រោះថ្នាក់ឡើយចំណាត់ថ្នាក់លេខ3គឺជារឿងរ៉ាវរបស់កុំព្យូទ័រហោះ35 Lightning EA របស់សហរដ្ឋអាមេរិកយន្តហោះនេះល្បីល្បាញដោយសារវាមាន3ស៊េរីផ្សេងគ្នាដែលស៊េរី35ធ្វើអាចហោះឡើងត្រង់និងចុះចិត្តលើនាវាដឹកជញ្ជូនបានយ៉ាងងាយស្រួល35មិនមែនបង្កើតឡើងសម្រាប់ដេញបាញ់គ្នាមួយនោះទេតែវាជាគូបាលនៃសមរភូមិមុខសុវត្ថិភាពរបស់វាមានតម្លៃរហូតដល់$40,000ដែលបញ្ចប់ជាមួយកាមេរ៉ាជំនួយឡានធ្វើឲ្យអ្នកបើកបរអាចមើលធ្លុះបានហោះឃើញទិដ្ឋភាពដីខាងក្រោមបាន360ដឺក្រេនិងមានប្រព័ន្ធចាក់សោគោដៃស្វ័យប្រវត្តិតាមរយៈការប្រឡែងភ្នែកឈានចូលមកដល់លេខ2គឺជារូបភាពរបស់សមាជិកថ្មីចុងក្រោយបង្អស់គឺយន្តហោះចម្បាំង J-35 របស់ប្រទេសចិនយន្តហោះនេះត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីដាក់ពូរេនៅលើនាវាទុកយន្តហោះជំនាន់ថ្មីដែលមានប្រព័ន្ធបាញ់បង្ហោះ Electrolyte E-Mouse J-35 បំពាក់ម៉ាស៊ីនទំនើប Booster 9ដែលកាត់បន្ថយកម្ដៅផ្សែងខាងក្រោយធ្វើឲ្យមីស៊ីលស្វែងរកកម្ដៅរបស់សត្រូវពិបាកដេញតាមចាប់វាមានរូបរាងទន់ស្វិតផ្ទៃកាត់រ៉ាដាតូចខ្លាំងដែលផ្ដល់គុណសម្បត្តិបំបាំងកាយខ្ពស់បំផុតក្នុងការវាយឆ្មក់លើដែនសមុទ្រម្ចាស់លេខ1ជាប្រដានអាកាសដែលមិនធ្លាប់ចាញ់ក្នុងសមរភូមិគឺ S-22 Raptor របស់សហរដ្ឋអាមេរិកទោះបីជាវាត្រូវបានបង្កើតឡើងមុនគេមែនប៉ុន្តែបច្ចេកវិទ្យាបំបាំងកាយរបស់វានៅតែស្ថិតក្នុងកម្រិតកំពូលដែលនៅលើអេក្រង់រ៉ាដាសត្រូវវីរនារីអាកាសមួយគ្រឿងនេះមើលទៅដូចជាសត្វខ្មុំមួយក្បាលប៉ុណ្ណោះ F-22 បំពាក់ម៉ាស៊ីន Pratt Whitney F-119 ដ៏មានឥទ្ធិពលអាខុសក្នុងល្បឿន Super Cruise លឿនជាងសំឡេងដ៏មិនបាច់ប្រសាំងជំនួយបានយ៉ាងយូរសមត្ថភាពប្រយុទ្ធទល់មុខលើអាកាស Rudolphរបស់វាលឿនកាច់និងរហ័សខ្លាំងរហូតដល់ច្បាប់របស់សហរដ្ឋអាមេរិកហាមឃាត់ដាច់ខាតមិនឲ្យលូយន្តហោះនេះទៅឲ្យប្រទេសណាទាំងអស់នៅលើโลกទោះជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតក៏ដោយ ស
សរុបមកវិញយន្តហោះចម្បាំងចំនួនទី5នីមួយៗសុទ្ធតែមានអាចកំបាំងបច្ចេកទេសរៀងៗខ្លួនដើម្បីគ្រប់គ្រងផ្ទៃមេឃចុះអ្នកទាំងអស់គ្នាវិញយល់ថាយន្តហោះមួយណាជាស្តេចអាកាសទឹកប្រាក់ជួយ comment ប្រាប់ខ្ញុំនៅខាងក្រោមផងកុំភ្លេចចុច like និង subscribe channel របស់យើងអ្នកមួយផងជួបគ្នានៅវីដេអូក្រោយ